រឿងធំហើយទេអត់បានមេអង្គភាពក៏បញ្ជាក់ថាលោកមិនមែនជាទាហានជួរមុខស្រាប់តែលោកពេជ្រស្រស់លើកឡើងចាប់ចំបែបនេះថាបន្ទាប់ពីមានការផ្ទុះការវែកញែកនិងមានប្រតិកម្មពីមហាជនកាន់តែខ្លាំងទៅក្រោយមានវីដេអូមួយដែលបានបង្ហោះពីបងវីរៈកងទ័ពដែលនិយាយពីភាពជឿចាប់ដែលបានបង់លុយរួចហើយមិនបានផ្ទះនៅតែបន្តនៅផ្ទះជួលនិងត្រូវរងការស្រែកសម្លុតព្រមទាំងគ្មានដំណោះស្រាយគ្រានោះមហាជនសែនអាណិតអាសូរដល់បងដែលជាវីរៈកងទ័ពដែលមានឈ្មោះ Facebook កំសាន្តស្រាប់តែការពីពេលថ្មីនេះគឺមានមេអង្គភាពរបស់បងវីរៈកងទ័ពខាងលើស្មានតែចេញមកអះអាងដើម្បីជួយរកដំណោះស្រាយជូនគាត់តែបែរជាចេញលិខិតអះអាងថាគាត់មិនមែនជាទាហានជួរមុខដែលនៅក្នុងលិខិតនោះគឺមានខ្លឹមសារបែបនេះថាកងអនុសេនាធំសណក់ហិតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបភ្លឺថាលោកអនុសេនីយ៍ឯកវិតកំសាន្តដែលមានឈ្មោះក្នុងបណ្ដាញសង្គមថាកំសាន្តមិនត្រូវបានបញ្ជូនទៅជួរមុខដោយដែលបណ្ដាញសង្គមបានហៅលោកថាជាវីរៈកងទ័ពជួរមុខនោះឡើយកងអនុសេនាធំសណក់ហិតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានបញ្ជាក់ថាលោកអនុសេនីយ៍ឯកវិតកំសាន្តបច្ចុប្បន្នជានាយទាហានកំពុងបម្រើការក្នុងអង្គភាពកងអនុសេនាធំសណក់ហិតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅសាលាវឹកវើកងកម្លាំងរក្សាសន្តិភាពពហុសាសខេត្តកំពង់ស្ពឺហើយលោកក៏មិនដែលបានធ្វើការស្នើសុំមេបញ្ជាការអង្គភាពទៅកាន់សមរភូមិជួរមុខម្ដងណាឡើយនៅពេលដែលមានការចេញលិខិតបែបនេះធ្វើឲ្យមហាជននៅក្នុងបណ្ដាញសង្គម Facebookកាន់តែផ្ទុះការរិះគន់បន្ថែមទៀតដែលរឿងតូចធ្វើឲ្យទៅជារឿងធំក្នុងនោះដែរលោកពេជ្រស្រស់បានលើកឡើងចំបែបនេះថាការចេញបំភ្លឺបែបនេះចង់មានន័យថាយ៉ាងម៉េចបើគាត់មិនទៅជួរមុខគឺមិនអាចហៅគាត់ថាជាវីរៈកងទ័ពមែនទេទៅជួរមុខឬមិនទៅជួរមុខក៏ដោយនៅតែជាវីរៈកងទ័ពដែរពីព្រោះកងទ័ពទាំងអស់គឺត្រៀមស្លាប់ដើម្បីជាតិខ្មែររួចហើយនៅពេលមានតម្រូវការចាំបាច់ហើយគាត់ក៏មិនរត់ចោលបន្ទាយនោះដែរគ្រាន់តែគាត់សុំដំណោះស្រាយហេតុអីចាំបាច់បដិសេធថាគាត់មិនមែនជាវីរៈកងទ័ពខ្ញុំអស់យោបល់និងសំណួរហើយ